នតោះយើងមកកែលំហាត់គណិតវិទ្យាថ្នាក់ទី7ទំព័រ61ត្រង់មេរៀនទី5ចំនួនទស្សភាគណាលេខ1គេថាសរសេរប្រភេទនីមួយៗខាងក្រោមជាចំនួនទស្សភាគណានេះទស្សភាគអញ្ចឹងគេឲ្យយើងសរសេរជាចំនួនទស្សភាគអញ្ចឹងក7លើ10ស្មើប្រមាណអញ្ចឹងយើងដឹងថា10គឺមាន0 1ណាមាន0មកខ្ទង់ចឹងយើងដាក់ថាស្មើនឹង 0.7 គឺត្រូវក្រោយក្បៀសមួយខ្ទង់ដូចគ្នាក្រោយចំនួនទស្សភាគមួយក្បៀសណាមួយខ្ទង់13លើ100អញ្ចឹងយើងចែកមិនហត់ទេយើងគ្រាន់តែកិលចំណុចទស្សភាគកាលណា0 2ខ្ទង់កិលចំណុចទស្សភាគរបស់13នេះមកឲ្យវាស្ថិតនៅក្រោយក្បៀស2ខ្ទង់អញ្ចឹងឃើញ 0.13 ចំណែក59នេះចែកដល់1000មាន03អញ្ចឹងយើងសរសេរធ្វើម៉េចឲ្យ59មានក្រោយក្បៀសនៅក្រោយក្បៀស3ខ្ទង់អញ្ចឹងឃើញ 0.059 អញ្ចឹងមួយខ្ទង់2ខ្ទង់3ខ្ទង់ត្រូវអញ្ចឹងមួយទៀតអក្សរខដក2451លើ10000 10004អញ្ចឹងទៅសេរីអានេះឲ្យបានមួយចំនួនដែលមាន0សំទោសស្ថិតនៅក្រោយចំណុចទស្សភាគនោះ4ខ្ទង់អញ្ចឹងអានេះ4ខ្ទង់ស្រាច់អញ្ចឹងស្មើនឹងដក 0.2451 ណែអក្សរង13លើ52គឺយើងយក13មកចែកដល់52ចឹង13ចែក52អូនឲ្យចែកបានណាចែកกระดาษព្រៀងសាកមើល13ចែកជាមួយនឹង52ចឹង13តូចជាងចឹងយក0ដងចឹងថែម0ខាង130ណាបាន130កាត់ក្បៀសមកយើងយកប្រហែល130វាបាន5ម៉ានដង13មាន5 2ដង2ដង4 2 5ដង10ចឹង10យើងដកមកនៅសល់6សល់2ចឹង26ចែកបានទៅយើងថែម0ណាថែម0បាន260វាយើងកាត់5ជាមួយនឹង26ចឹង26មាន5ម្ដងមាន5ដង5 2ដង10ត្រាទឹក1 5ដង25និង1 26ចឹងដកមកដាច់លេខដាច់ចឹងឃើញ 0.25 ក្រៅពី2ខ្ទង់ចឹងកន្លែងនេះយើងដាក់ថា 0.25 ហើយកុំភ្លេចសញ្ញាដកណាសញ្ញាដកផងចឹងអរគុណសម្រាប់ការតាមដានលំហាត់ប្រតិបត្តិណាអត់សំទោសលំហាត់មេរៀនចុងមេរៀនណាគឺមេរៀនទី5ចំនួនទស្សភាគនៅលំហាត់លេខ1តាមពេលតំណែងនៃគ្រូនឹងកែលំហាត់លេខ2លេខ3បន្តទៀតឲ្យបងអូនណាចឹងកុំភ្លេចចូលរួមគាំទ្រជួយ Subscribe Channel អ្នកគ្រូផងឈ្មោះច័ន្ទថាវីណាអរគុណ